កំទាត់មានស្នេហាប្រសិនបើអ្នកមិនទាន់មាន5ចំណុចនេះ1ស្គាល់អ្វីជាស្នេហាមិនមែនឲ្យមនុស្សគ្រប់គ្នាមានក្តីសុខរហូតនោះទេពេលខ្លះស្នេហាធ្វើឲ្យមនុស្សឈឺចាប់ជាងអ្វីទាំងអស់អ្នកត្រូវដឹងថាស្នេហាដែលអ្នកកំពុងតែចាប់ផ្ដើមហ្នឹងវាជាស្នេហាពិតឬមួយក៏ជាស្នេហាដែលគ្រាន់តែកំដរអារម្មណ៍2ស្វែងយល់ពីលក្ខណៈរបស់ដៃគូមនុស្សដែលចាប់ផ្ដើមស្នេហាពិតប្រាកដគឺត្រូវស្វែងយល់ពីដៃគូឲ្យបានច្រើនខ្លាំងបំផុតដូចជាសកម្មភាពអត្តចរិតកាយវិការនិងការនិយាយស្ដីជាដើម3គឺមានទំនុកចិត្តខ្ពស់បើអ្នកគ្រាន់តែស្រឡាញ់គ្នាធម្មតាមិនបាច់គិតគូរវែងឆ្ងាយនោះទេតែបើអ្នកស្រឡាញ់គ្នាចង់រស់នៅជាមួយគ្នាជារៀងរហូតអ្នកត្រូវដឹងថាខ្លួនឯងមានសមត្ថភាពអាចរស់នៅជាមួយនឹងគ្នាបានអត់មានការងារហើយនៅឬក៏មានទ្រព្យសម្បត្តិសមរម្យហើយឬនៅទី4អាយុឬក៏វ័យរបស់អ្នកស្នេហាអត់ប្រកាន់វ័យឬក៏អាយុទេប៉ុន្តែវ័យដែលអ្នកគួរតែចាប់ផ្ដើមមានស្នេហាគឺអាយុ25ទៅ30ទើបល្អសម្រាប់អ្នកព្រោះវ័យនេះគឺជាវ័យដែលអ្នកមានបេះដូងជាមនុស្សចាស់ហើយ5ច្បាស់អារម្មណ៍ខ្លួនឯងអ្នកត្រូវច្បាស់ថាយកស្នេហាឲ្យបានគង់វង្សស្រឡាញ់គ្នាជាដរាបត្រូវច្បាស់លាស់ទាំងបេះដូងនិងអារម្មណ៍